ចង់បានម្ហូបឆ្ងាញ់ហើយចំណាយលុយធ្វើអត់តិចចាស់មកមួយមុខនេះអាចជួយបានបងប្អូនគឺត្រីបំពងឆាជាមួយនឹងម្រះព្រៅសម្រាប់ត្រីបំពងឆាម្រះព្រៅនេះគឺរសជាតិដិតឆ្ងាញ់ណាស់បងប្អូនជូរហឹរប្រៃផ្អែមនិយាយទៅពេលដែលយើងញ៉ាំសាច់ត្រីគឺសាច់ខាងក្រៅស្រួយរីឯសាច់ខាងក្នុងវិញណាគឺមានជាតិឆ្ងាញ់មែនទែនដោយសារតែវាចូលជាតិជាមួយនឹងទឹកគ្រឿងផ្សំណាហើយចំពោះសាច់ត្រីហ្នឹងឆ្ងាញ់ជាងគេអាកន្លែងពោះដែលខ្ញុំលើកបង្ហាញហ្នឹងគឺខ្ទេចខ្ទីឆ្ងាញ់ណាស់ចាត្រីនេះគឺខ្ញុំប្រើជាមួយនឹងត្រីពោបងប្អូនទងន់ហ្នឹងគឺ1គីឡូខ្ញុំយកតែផ្នែកសាច់ទេណាគឺយើងត្រូវការបំពងបែបនេះចំពោះការបំពងគឺយើងចាក់ប្រេងនឹងឲ្យក្តៅសិនបន្ទាប់មកគឺខ្ញុំដាក់ម្សៅបំពងចូលបន្តិចដើម្បីជៀសវាងពេលដែលយើងដាក់ត្រីបំពងទៅកុំឲ្យវាផ្ទុះខ្លាញ់មកខាងក្រៅណាបើសិនជាបងប្អូនអត់ថែមជាមួយនឹងម្សៅបំពងទេគឺប្រកាសជាជៀនត្រីទៅផ្ទុះខ្លាញ់ពេញផ្ទះហ្មងមិនថាត្រីអណ្ដែងត្រីតាអនត្រីពោត្រីប្រាអីនេះឲ្យទៅថាជាប្រភេទត្រីដែលអត់សកាគឺពិបាកក្នុងការជៀនណាស់អញ្ចឹងហើយវិធីសាស្ត្រមួយនេះបងប្អូនគួរតែប្រើលាយជាមួយនឹងម្សៅបំពងដូចខ្ញុំអញ្ចឹងណាគឺយើងដាក់សាច់ត្រីចូលទៅបំពងទៅគឺអត់ផ្ទុះខ្លាញ់សូម្បីតែបន្តិចគឺយើងងាយស្រួលធ្វើណាស់ហើយជាពិសេសសាច់ត្រីនេះគឺវាបានក្រៀមល្អមែនទែននៅពេលដែលយើងបំពងបានប៉ុណ្នេះហើយបងប្អូនចំពោះការបំពងហ្នឹងគឺយើងបំពងយកមកក្រៀមដូចខ្ញុំចេះណាពេលដែលយើងយកទៅធ្វើទៅគឺឆ្ងាញ់ណាស់សាច់ត្រីគឺស្រួយហើយសម្រាប់គ្រឿងក្រៅដែលយើងត្រូវឆាជាមួយនឹងត្រីបំពងនេះគឺយើងប្រើជាមួយនឹងខ្ទឹមសចិញ្ច្រាំហើយនិងម្ទេសចិញ្ច្រាំបរិមាណខ្ទឹមគឺយើងប្រើឲ្យច្រើនមកបងប្អូនដោយសារតែខ្ទឹមនេះកាលណាយើងប្រើកាន់តែច្រើនគឺវាជួយបង្កើនក្លិនឈ្ងុយគឺយើងលេងចោះលេងឡើងបើចាំឲ្យឡើងក្រៀមទេមើលថាវាឡើងក្លិនឈ្ងុយហើយគឺខ្ញុំចាប់ផ្ដើមថែមជាមួយស្ករត្នោតហ្នឹងចូលចំនួន1ស្លាបព្រាបាយពេញបឹបហ្មងគឺយើងកូរស្ករនេះតតែរលាយរហូតតតែវាឡើងពណ៌ជើងក្រងអញ្ចឹងណាបងប្អូនចាំយើងថែមជាមួយនឹងទឹកគ្រឿងផ្សំចូលតាមក្រោយទៀតចំពោះគ្រឿងផ្សំគឺខ្ញុំប្រើដូចជាទឹកត្រីទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ចុងស្លាបព្រាកាហ្វេគឺយើងកូរគ្រឿងផ្សំទាំងអស់នេះធ្វើមិនឲ្យវាក្លាយជាល្បាយតែមួយសិនចាំខ្ញុំថែមជាមួយនឹងទឹកអំពិលទុំចូលតាមក្រោយទៀតនោះណាគឺមានចំនួន4ស្លាបព្រាបាយដោយសារតែរសជាតិគឺខ្ញុំចូលចិត្តបែបរាងជូរហឹរប្រៃផ្អែមដើម្បីឲ្យសាច់ត្រីយើងឆាទៅគឺវាមានជាតិឆ្ងាញ់សម្រាប់ការកូរទឹកគ្រឿងផ្សំនេះចំណុចហ្នឹងគឺសំខាន់មែនទែនបងប្អូនត្រូវប្រើភ្លើងនឹងឲ្យតិចបានណាកុំឲ្យប្រើភ្លើងខ្លាំងពេកកាលណាយើងប្រើជាមួយនឹងភ្លើងខ្លាំងពេកក៏ធ្វើឲ្យទឹកគ្រឿងផ្សំហ្នឹងវាឆាប់ទៅរាងហើយខ្លោចទៀតអញ្ចឹងហើយពេលដែលយើងដាក់សាច់ត្រីចូលក្លុកចុះក្លុកឡើងទៅវាឆាប់បញ្ចូលជាតិបានល្អបងប្អូនហើយពេលដែលយើងក្លុកសាច់ត្រីនេះមើលថាបានចូលសព្វជាតិហើយចាប់ផ្ដើមថែមជាមួយនឹងស្លឹកម្រះព្រៅចូលតាមក្រោយរួចរាល់ជាការស្រេចនិយាយទៅសម្រាប់ស្លឹកម្រះព្រៅនេះពេលដែលយើងបង់ចូលទៅក្លុកជាមួយនឹងសាច់ត្រីគឺវាជួយបង្កើនរសជាតិសាច់ត្រីរបស់យើងនឹងឲ្យកាន់តែឈ្ងុយមួយកម្រិតទៀតបងប្អូនហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដែរពេលដែលយើងដាក់លេងជាមួយនឹងស្លឹកម្រះព្រៅទៅចាសម្រាប់មួយមុខនេះនៅពេលដែលធ្វើហើយតនីឲ្យបងប្អូនថាញ៉ាំឲ្យដឹងតែលឹកដៃហ្មងដោយសារតែរសជាតិហ្នឹងគឺបែបរៀងដិតជូរហឹរប្រៃផ្អែមញ៉ាំឆ្ងាញ់ណាស់ចំណែកអាសាច់ត្រីហ្នឹងក៏មានជាតិទៀតអញ្ចឹងហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនថ្ងៃហ្នឹងអត់ដឹងតែធ្វើអីញ៉ាំជុំគ្រួសារទេមិនចាំរស់នឹកអីច្រើនទេមកសាក់តាមមួយមុខនេះទៅតនីឲ្យថាដឹងតែបាយញ៉ាំច្រើនណៃដោយសារតែសាច់ត្រីហ្នឹងគឺមានជាតិឆ្ងាញ់ខ្លាំងណាស់ហើយជាពិសេសសាច់ត្រីនេះនៅទីផ្សារគឺគេលក់អត់សូវថ្លៃទេណាបងប្អូនមិនថាត្រីពោត្រីប្រាអីទេ1គីឡូនេះគឺតាម10000រៀលទេណាតែបើសិនជាបងប្អូនខ្លះក៏អត់ចូលចិត្តជាប្រភេទសាច់ត្រីពោត្រីប្រាទេអាចប្រើជំនួសជាមួយនឹងសាច់ត្រីឆ្ដោត្រីឌៀបឬក៏ត្រីរ៉ស់អីហ្នឹងគឺបានដូចតែគ្នាទេតាមចំណង់ចំណូលចិត្តណាចាឥឡូវនេះការបង្ហាញពីរបៀបធ្វើត្រីបំពងឆាជាមួយនឹងស្លឹកម្រះព្រៅរបស់ខ្ញុំក៏បានធ្វើរួចរាល់អស់ហើយថ្ងៃស្អែកយើងជួបគ្នាសារជាថ្មីម្ដងទៀតអរគុណ